បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយខ្ញុំបាទជាបន្តទៀតផងដែរដែលខ្ញុំនិយាយអំពីចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃទោះបីជាពេលនេះបទឈប់បាញ់រវាងប្រទេសទាំងពីរក៏បានបញ្ចប់ហើយដែរប៉ុន្តែសង្គ្រាមព័ត៌មានគឺនៅតែមានផងដែរដែលខ្ញុំថ្ងៃនេះគឺខ្ញុំលើកយកព័ត៌មានខាងប្រទេសថៃមួយដែលខ្ញុំយកពីខាងព័ត៌មានpage Facebook មួយរបស់ប្រទេសថៃគឺមានឈ្មោះថាថៃ News Post ផងដែរដែលគេបានលើកឡើងថាកងទ័ពថៃដាស់តឿនទៅលើនាយករដ្ឋមន្ត្រីរបស់យើងគឺសម្ដេចហ៊ុនម៉ាណែតគេថាទឹកដីដែលថៃបានវាយដណ្ដើមយកបានហ្នឹងគឺគេមិនប្រគល់ឲ្យត្រឡប់ទៅឲ្យប្រទេសកម្ពុជាវិញរបស់យើងនោះទេពុកម៉ែបងប្អូនគឺគេមិនប្រគល់ឲ្យយើងវិញនោះទេពុកម៉ែបងប្អូនហើយគេបន្តថាបើកម្ពុជាខ្លាំងពិតប្រាកដក៏កម្ពុជាអាចប្រើកម្លាំងយោធាកងទ័ពកម្ពុជារបស់យើងវាយដណ្ដើមត្រឡប់យកមកវិញបានផងដែរហើយគេថាមិនចាំបាច់មកអង្វរឲ្យពួកគេនឹងបកគោលទឹកដីឲ្យទៅវិញនោះទេគេថាឬកម្ពុជាចង់ចរចាយកទឹកដីត្រឡប់ទៅវិញគេថាគឺគ្មានផ្លូវនោះទេគេបន្តទៀតថារបស់ free គឺមិនមានសម្រាប់បុគ្គលទុនខ្សោយនោះទេគេចង់និយាយថាគឺកម្ពុជារបស់យើងគឺទុនខ្សោយគឺមិនហ៊ាននឹងវាយដណ្ដើមយកទឹកដីរបស់យើងនឹងត្រឡប់មកវិញផងដែរគេបន្តទៀតថាយើងបើសិនជាកម្ពុជារបស់យើងខ្លាំងពិតគឺកម្ពុជារបស់យើងអាចលើកកងទ័ពកម្ពុជាមកដណ្ដើមយកទៅវិញបានផងដែរនេះគឺជាការលើកឡើងរបស់ពួកគេពុកម៉ែបងប្អូនគេថាកងទ័ពរបស់ពួកគេនឹងគឺគេត្រៀម24ម៉ោងផងដែរបើសិនជាកម្ពុជារបស់យើងចង់វាយដណ្ដើមយកទៅវិញតាហ៊ានថៃមិនសប្បាយចិត្តនឹងសន្តិភាពទេគេនិយាយថាគឺគេមិនត្រូវការសន្តិភាពដូចជាកងទ័ពកម្ពុជារបស់យើងទេព្រោះយើងដឹងស្រាប់ហើយដែលកងទ័ពថៃលើកមុខបែបនេះគឺមានន័យថាយើងដឹងស្រាប់ហើយថាថៃគឺជាអ្នកឈ្លានពានចង់បានទឹកដីដូច្នេះហើយពាក្យថាសន្តិភាពសម្រាប់ពួកគេនឹងគឺគ្មានទេសម្រាប់ពួកគេគេថាកម្ពុជារបស់យើងគឺស្រឡាញ់ពាក្យថាសន្តិភាពបែបនេះពុកម៉ែបងប្អូនហើយគេបន្តទៀតថាទាហានកម្ពុជារបស់យើងពេលដែលធ្វើសមការចម្បាំងប្រយុទ្ធគ្នានឹងគឺទាហានរបស់យើងគឺមិនសូវបានចំណីអាហារឆ្ងាញ់ដូចថៃទេពុកម៉ែបងប្អូនគេថាទាហានថៃរបស់ពួកគេនឹងគឺគេពេលសមចម្បាំងអីគឺគេបានទទួលចំណីអាហារឆ្ងាញ់ផងដែរនេះគឺជាការលើកឡើងរបស់ពួកគេហើយគេថាការច្បាំងគ្នានាពេលកន្លងមកនេះគឺគេថាទាហានកម្ពុជារបស់យើងគឺបានស្លាប់នៅលើភ្នំ3ឬ5ហ្នឹងគឺច្រើនប៉ុន្តែពួកយើងកងទ័ពរបស់យើងគឺមិនបានប្រមូលសាកសពនឹងត្រឡប់មកវិញផងដែរនេះគឺជាការអះអាងរបស់ពួកគេហើយគេបន្តទៀតថាគឺគេនិយាយថាគឺគេចង់ចាត់ការតែសម្ដេចតេជោទេគឺពួកគេនឹងគឺមិនចង់ធ្វើបាបប្រជាជនស៊ីវិលរបស់កម្ពុជាទេពីព្រោះគេនិយាយថាពីព្រោះសម្ដេចតេជោចង់ដឹងគ្រប់យ៉ាងអំពីកងទ័ពថៃនេះហើយគឺគេបានលើកឡើងគេថាគេមិនចង់ធ្វើបាបប្រជាជនកម្ពុជាទេគឺគេស្អប់គេចង់ធ្វើបាបតែសម្ដេចតេជោរបស់យើងពុកម៉ែបងប្អូនហើយគេបានបន្តទៀតថាសម្ដេចបានទៅពឹងពាក់ប្រទេសវៀតណាមឲ្យមកជួយធ្វើសង្គ្រាមជាមួយថៃប៉ុន្តែគេថាប៉ុន្តែត្រូវប្រទេសវៀតណាមនឹងបដិសេធគឺមិនមកផងដែរហើយគេថាអញ្ចឹងហើយគឺសម្ដេចតេជោរដ្ឋាភិបាលប្រទេសកម្ពុជារបស់យើងនឹងទៅសុំចរចាមួយថៃហើយគេថានេះគឺជារឿងដែលអាម៉ាស់បំផុតរបស់កម្ពុជានេះគឺជាការលើកឡើងរបស់គេបន្តទៀតថាតាហ៊ានថៃគឺត្រៀមជានិច្ចបើសិនជាតាហ៊ានថៃណាម្នាក់ដើរទៅជន់មីនឬក៏តាហ៊ានថៃណាម្នាក់ឬក៏កម្ពុជាបំពេញកិច្ចព្រមព្រៀងបទច្បាញ់គឺខាងកងទ័ពថៃរបស់ពួកគេនឹងគឺគេនឹងវាយដណ្ដើមយកមឿងលួងនោះមានន័យថាទីក្រុងធំសម្រាប់ប្រទេសនីមួយៗនឹងឯងដូចជាទីប្រហែលជាទីក្រុងភ្នំពេញនឹងឯងបងប្អូនមឿងលួងណាសម្រាប់សំដៅទៅលើប្រទេសទីក្រុងធំរបស់ប្រទេសនីមួយៗបើសិនជាកម្ពុជារបស់យើងមឿងលួងនោះគឺដូចជាក្រុងភ្នំពេញនឹងឯងគេថាចង់វាយមឿងលួងហ្នឹងគឺចង់វាយដណ្ដើមយកទីក្រុងភ្នំពេញតែម្ដងនេះគឺជាការអះអាងរបស់កងទ័ពថៃបើសិនជាយើងទាហានរបស់បើសិនជាទាហានរបស់ពួកគេដែលជន់មីនឬក៏កម្ពុជារបស់យើងបំពេញកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរគេបន្តទៀតថាប្រជាជនថៃនិងកងទ័ពថៃគឺគេស្អប់សម្ដេចតេជោគេថាបើមានការវាយប្រហារលើកទី3ពិតប្រកបមែនគេនឹងកំទេចកងទ័ពសម្ដេចតេជោគេថាគំនុំនេះគឺមិនចប់ត្រឹមនេះនោះទេនេះគឺជាការលើកឡើងរបស់គេថាព្រោះថាកម្ពុជាកំពុងប្រឈមនឹងរបបកុម្មុយនីសមិនសេរីនោះទេឬក៏ប្រជាធិបតេយ្យនោះឡើយគេថាប្រទេសសេរីឯណាធ្វើដោយប្រទេសកម្ពុជារបស់យើងនេះគឺចង់ចោទថាប្រទេសកម្ពុជារបស់យើងគឺប្រឈម
នៅក្នុងរបបកុម្មុយនីសផងដែរនេះរឿងពិតឬមិនពិតក៏យើងមិនទាន់ដឹងដែរពុកម៉ែបងប្អូនព្រោះថាកម្ពុជារបស់យើងក៏មិនមានអ្វីជាកុម្មុយនីសនោះដែរពុកម៉ែបងប្អូនព្រោះថាយើងគឺប្រកាន់របបប្រជាធិបតេយ្យរាល់ថ្ងៃនេះផងដែរពុកម៉ែបងប្អូនដូច្នេះហើយនេះគឺជាការលើកឡើងរបស់សារព័ត៌មានថៃ News Post ដែលខ្ញុំបានយកមកធ្វើជាវីដេអូព័ត៌មានដើម្បីបង្ហាញជូនពុកម៉ែបងប្អូនឲ្យដឹងអំពីការចុះផ្សាយរបស់ថៃផងដែរពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនគឺមិនចាំបាច់មានអ្វីដែលភ្ញាក់ផ្អើលទេគឺយើងប្រជាជនកម្ពុជារបស់យើងគឺត្រូវតែរងចាំស្ដាប់រដ្ឋាភិបាលទាំងអស់គ្នាផងដែរពុកម៉ែបងប្អូនយើងរងចាំស្ដាប់រដ្ឋាភិបាលប្រាប់យើងផងដែរគឺយើងមិនចាំបាច់ចលាចលទេពុកម៉ែបងប្អូនគឺយើងបង្កើតភាពស្ងប់ស្ងាត់ផងដែរបាទពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំថ្ងៃនេះក៏បានដល់ទីបញ្ចប់គឺមានត្រឹមតែប៉ុណ្្នឹងទេបើសិនជាមានអ្វីថ្មីខ្ញុំធ្វើវីដេអូដើម្បីឲ្យពុកម៉ែបងប្អូនបានស្ដាប់នឹងឃើញជាបន្តបន្ទាប់ហើយនឹងបានដឹងជាបន្តបន្ទាប់ទៀតផងដែរហើយគណៈពេលនេះខ្ញុំបាទក៏សូមអរគុណសូមគោរពលាបើសិនជាពុកម៉ែបងប្អូនស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយ follow page របស់ខ្ញុំម្នាក់មួយនិងជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ផងដែរហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបាយបាយ